បាទសូមគោរពហើយនឹងជម្រាបសួរពុកម៉ែបងប្អូនដែលធ្វើកសិកម្មទាំងអស់គ្នាបាទថ្ងៃនេះគឺជាថ្ងៃសុក្របាទបងប្អូនអញ្ចឹងខ្ញុំបានមកមើលដំណាំដំឡូងមីបាទរបស់ខ្ញុំបាទនៅខាងក្រោយផ្ទះរបស់ខ្ញុំបាទនេះបាទឃើញថាខ្ញុំដាំតាំងពីខែ2បងប្អូនបាទដាំខាងក្រោយផ្ទះទេបាទវាមានច្រើនពូជដែលខ្ញុំដាំនេះគឺដាំតុកពូជបងប្អូនទី1បាទមានពូជនេះមានឈ្មោះថានាគ7ទី2មានឈ្មោះថា KU 50និង KU 72បងប្អូនហើយនឹងមួយទៀតពូជផិនវៀតណាមដែលមានឈ្មោះភាគច្រើនគេហៅថាពូជកឆាបងប្អូនស្លឹកវាដូចកឆាអញ្ចឹងហើយខ្ញុំយកមកធ្វើពូជនៅខាងក្រៅផ្ទះខ្ញុំហើយនឹងនៅខាងចំហៀងផ្ទះបងប្អូនឃើញថារយៈពេលប្រហែលខែកន្លងមកនេះបងប្អូនឃើញថាពូជនេះវាធំបងប្អូនដើមវាបើសិនជាដាំនៅចកាដូចអត់សូវល្អធំដល់ប៉ុណ្ណេះទេក៏ប៉ុន្តែយកមកដាំខាងក្រៅផ្ទះបងប្អូនដងដើមវាគឺល្អមែនទែនពីព្រោះយើងបានថែវាដដល់បងប្អូនដូចដែលបងប្អូនបានឃើញអញ្ចឹងនៅក្នុងដីរបស់ខ្ញុំដែលខ្ញុំដាំទុកពូជនេះគឺមាន3-4ពូជបងប្អូនគឺទុកពូជសម្រាប់យកទៅដាំឆ្នាំក្រោយហើយឃើញថាមើមវាល្អណាស់បងប្អូនមើមឡើងកតាល់តែម្ដងស្អាតហើយសបោមើមបងប្អូនហើយវាធន់នឹងអាកាសធាតុទាំងអាកាសធាតុក្តៅនិងអាកាសធាតុត្រជាក់ផងដែរវាខ្លាំងនឹងទឹកផងដែរបងប្អូនហើយខ្ញុំនឹងទុកពូជយកទៅដាំនៅដីចម្ការរបស់ខ្ញុំនៅឆ្នាំ2026ខាងមុខនេះបាទហើយបងប្អូនបើសិនជាបងប្អូនចង់បានពូជឬអ្វីអាចតំណាក់តំណងមកខ្ញុំបានបងប្អូនមើលដើមមើលតាមស្ថានភាពដងដើមគឺធំវែងខ្ពស់តែការខ្ញុំដាំនៅចំការរបស់ខ្ញុំគឺវាអត់ធំវែងខ្ពស់ចេះទេបាទបងប្អូនដោយសារយើងអត់បានថែវាឲ្យដដល់ដូចនៅគិនផ្ទះចេះបងប្អូនបាទបងប្អូនអញ្ចឹងនេះគឺជាคลิปវីដេអូទី1ដែលខ្ញុំកំពុងតែណែនាំបងប្អូនកសិករឲ្យដឹងអំពីពូជដំឡូង3ប្រភេទនេះបាទបងប្អូនអញ្ចឹងបងប្អូនคลิปនេះមានប៉ុណ្ណឹងចាំទស្សនាคลิปបន្ទាប់ដែលខ្ញុំនឹងកាយមើមថាតើវារយៈពេល7ខែនេះតើមើមវាច្រើនប៉ុណ្ណាធំប៉ុណ្ណាយ៉ាងម៉េចបងប្អូនបើសិនជាយើងថែវាបានដដល់ខ្ញុំជឿថាបើសិនជាយើងថែវាមានទឹកមានអីគ្រប់ដដល់ចេះបងប្អូនដើមដំឡូងហើយនឹងមើមគឺមានម្សៅច្រើនហើយធំតែម្ដងហើយបងប្អូនបាទអរគុណច្រើនវីដេអូនេះខ្ញុំមានប៉ុណ្ណឹងជម្រាបលារងចាំទស្សនាហើយនឹងមើលវីដេអូរបស់ខ្ញុំក្រោយបន្តទៀតបាទអរគុណច្រើនបាយបាយចាប់ផ្ដើមឡើងគឺល្អស្រាប់ទេបងប្អូនតោះឥឡូវយើងបាន